អ្នកទាំងអស់គ្នាជឿអត់ថាច្បាប់នៃធម្មជាតិច្បាប់នៃការសាងហេតុឲ្យជីវិតរបស់ខ្លួនឯងសាងហេតុបែបណាមានបុគ្គលជាច្រើនគាត់ឆ្ងល់ថាការសាងហេតុអីគេបុគ្គលខ្លះគឺគាត់ជាបុគ្គលម្នាក់ដែលរស់ដែលថាកើតមកជាមនុស្សហើយកើតជាកូនខ្មែរពុទ្ធសាសនាពេលខ្លះគឺគាត់អតីតកាលមកគាត់ជួបរឿងលំបាកហើយពេលខ្លះគឺគាត់គិតតែពីសាងហេតុនៅក្នុងអារម្មណ៍របស់ខ្លួនឯងគិតថាអូជីវិតរបស់ខ្ញុំមិនរីកចម្រើនជីវិតរបស់ខ្ញុំងើបផុតពីទុកដូចថាពិបាកជាច្រើន ABC ជួបបញ្ហាកំសត់អភ័ព្វអីគាត់រអ៊ូរទាំនេះគឺការសាងហេតុឲ្យជីវិតខ្លួនឯងតែបើសិនជាយើងជាបុគ្គលម្នាក់ដែលរស់នៅក្នុងស្ថានភាពដែលលំបាកស្ថានភាពក្រដូចអតីតគ្រូសម្បត្តិនៅខេត្តនៅក្នុងគឺអតីតសម្បត្តិគឺគ្រូសម្បត្តិគឺជាបុគ្គលម្នាក់ដែលរស់ក្នុងត្រកូលដែលគ្រួសារមួយដែលជាកសិករហើយកូនអ្នកអត់បំផុតដែលនៅកូនផ្ទះទូចអ្នកគ្នាគឺគ្រូសម្បត្តិទៅតែយល់កេតច្បាស់នៅចំណុចនេះដែលខ្ញុំបានជួបគ្រូម្ដងការឲ្យបានសិក្សាច្បាប់រំដាប់លោកច្បាប់នៃដួងចិត្តវិញ្ញាណទាំងក្នុងប្រទេសក្រៅប្រទេសទៅខ្ញុំចាប់ដើមឆែកទៅពីអតីតដែលខ្ញុំរស់ពីក្មេងរហូតដល់ឥឡូវគឺ40ឆ្នាំនេះខ្ញុំយល់ថាអូច្បាប់នៃការសាងហេតុជាមួយនឹងច្បាប់នៃធម្មជាតិគឺមានពិតអ្នកនេះអតីតគឺគ្រូសម្បត្តិពិបាករស់នៅក្នុងចំណោមដែលអត់លំបាកឲ្យគេមិនឲ្យតម្លៃទន្ទាបក្រោមគេដូចថារស់ក្នុងចំណោមអញ្ចឹងគឺគ្រូសម្បត្តិតែងតែមានអារម្មណ៍ថាអន់ចិត្តសពពូនចិត្តប៉ុន្តែគ្រូសម្បត្តិនៅតែមានអារម្មណ៍ថាថ្ងៃណាមួយខ្ញុំជាបុគ្គលម្នាក់ដែលងើបផុតពីទុក្ខថ្ងៃណាមួយខ្ញុំនឹងមានផ្ទះធំទំនងពោះនៅថ្ងៃណាមួយខ្ញុំជាបុគ្គលដែលមានលុយកាន់ពេញដៃថ្ងៃណាមួយខ្ញុំនឹងជាបុគ្គលម្នាក់ដែលអាចសាងលុយឲ្យខ្លួនឯងឲ្យជីវិតគ្រួសារខ្ញុំមានសុភមង្គលឲ្យជីវិតគ្រួសារខ្ញុំរស់ដូចគេដូចឯងមានផ្ទះនៅដ៏ល្អមានសម្ភារៈប្រើប្រាស់បែបគ្រប់គ្រាន់នៅក្នុងចំណោមដែលយើងប្រាថ្នាអស់គ្នាការកាត់ការជឿទាំងអស់នេះធ្វើឲ្យខ្ញុំខ្លាចជាបុគ្គលម្នាក់ដែលសម្រេចនៅគោលដៅរបស់ខ្ញុំគឺបានពិតនៅដែលពេលខ្ញុំរស់នៅខេត្តគឺខ្ញុំបានរស់នៅមួយគេថា master តែ master គឺខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំដោយសារការសាងហេតុគិតគឺជឿថាខ្ញុំនឹងមានថ្ងៃមួយគឺជារបស់ខ្ញុំថ្ងៃមួយខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានថ្ងៃមួយគឺខ្ញុំទទួលបានអ្វីគឺការសាងហេតុនេះការខ្លាចការពិតរហូតដល់ខ្ញុំមកជួបគ្រូម្ដងការខ្ញុំបានរៀនសូត្រជាមួយច្បាប់ដាប់លោកច្បាប់ដួងចិត្តវិញ្ញាណនៅលើលោកវិទ្យាអនឡាញរយៈពេល2ឆ្នាំជាងនេះគឺខ្ញុំកាន់តែគេថាអូច្បាប់នៃការសាងហេតុពិតប្រាកដហើយអតីតអ្នកនេះដែលជួបរឿងលំបាករឿងទុកទាំងឡាយដល់សារពេលខ្លះគឺគាត់គិតតែម្ដងរឿងមិនតាន់កើតឡើងគាត់តែងតែគួយគិតបុគ្គលខ្លះគិតថាអូខ្លាចប្តីមានស្រីប្តីដើរឆ្វេងឆ្វាច់មាននេះមាននោះឬក៏កូនបែបណាគាត់គិតទុកមុនការគិតរបស់អ្នកខ្លាចជាការពិតទាំងអស់អ្នកគិតឲ្យប្រឡែងអត់ដឹងខ្លួនទេអ្នកកំពុងតែដៅឲ្យអនាគតជីវិតរបស់អ្នកជួបរឿងទាំងអស់នេះហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានឃើញវីដេអូរបស់គ្រូសម្បត្តិហើយការនិយាយបែបនេះបើយល់មិនយល់សូមអធិស្ឋានណាស្ដាប់ហើយយកទៅពិចារណាបើអ្នកចង់ឲ្យអនាគតជីវិតរបស់អ្នកជួបតែរឿងល្អឬរាសីឡើងឬក៏សម្រេចនៃគោលដៅរបស់អ្នកចូលអ្នកគិតឲ្យល្អធ្វើឲ្យល្អសាងក្តីសុខគិតទោះបីរឿងមិនតាន់កើតឡើងទោះបីវាមិនតាន់បានតែអ្នកត្រូវតែហ៊ានគិតឲ្យជីវិតអនាគតខ្លួនឯងជួបតែរឿងល្អជួបតែបុគ្គលល្អ ABC ប្តីល្អកូនល្អកល្យានមិនល្អអាជីវកម្មរីកមានសមត្ថភាពកាន់លុយ ABC ដែលអ្នកប្រាថ្នាអ្នកត្រូវហ៊ានគិតតែគិតឲ្យយើងក៏មានទូនាទីសាងក្តីសុខមកសាងអាជីវកម្មរបស់យើងគ្រប់ផ្លូវដែលយើងមានឲ្យក្តីសុខបំផុតពេលវេលាថ្ងៃមួយអ្នកនឹងទទួលបានទាំងអស់ជំនឿបែបបុគ្គលណាអញ្ចឹងបើអ្នកជឿសទ្ធាអ្នកអាចទៅអនុវត្តបានតែបើអ្នកគិតថាចង់បន្តជាមួយនឹងការសាងហេតុឲ្យបានផលអភិនិហាលឿនអ្នកអាចផ្ដល់ឱកាសចូលមករៀនជាមួយនឹងគ្រូសម្បត្តិបានជាមួយនឹងខគ្រូម្ដងការគ្រូធំរបស់ខ្ញុំគឺខត់បើកបនលៀងកាមចាក់បើកបនថ្មីឬក៏បើកដួងកែវកំណើតយកទៅប្រើប្រាស់ក្នុងបំណងថាព្រោះយើងបុគ្គលអ្នកសិតតែមានដួងកែវកំណើតទាំងអស់តែយើងអត់ចេះបើកមកប្រើអ្នកនរនេះណាឬក៏អ្នកនរនេះចង់រៀនជាមួយនឹងខត់22ថ្ងៃនៃការដំណើរជីវិតការដេកដៃឈរអង្គុយលុយនឹងទង្វើរបស់យើងទាំងអស់នៅខត់22ថ្ងៃឬក៏ជួបគ្នាក្នុង VIP ឆាប់នេះជាមួយគ្រូម្ដងការនៅតាមខេត្តមកយក2ថ្ងៃគឺសវត្តជំនាញកំណត់គឺបិទថ្ងៃ18ហើយតែបើចង់ត្រៃវេទជាមួយគ្រូសម្បត្តិអាច inbox មកបានដែលក្តីស្រឡាញ់ហើយត្រៀមជួបគ្នានៅក្រៅប្រទេសដូចគ្នាដែលក្តីស្រឡាញ់អញ្ចឹងចង់ឲ្យជីវកម្មរីកចម្រើនសាងអភិនហាឲ្យផ្លូវជីវិតអនាគតសម្រាប់គ្រប់បំណងប្រាថ្នាអាចផ្ដល់ឱកាសបានណាដែលក្តីស្រឡាញ់អរគុណ